គឺដិតក្មេងៗប្រជាជនបងប្អូនប្រជាជនយើងទៅតាមព្រំដែនខ្លាំងមែនទែនឥឡូវហ្នឹងគាត់កំពុងតែជំនះខ្លួនហើយអ្នកខ្លះដូចបងប្អូនđangឃើញក្នុងវីដេអូបងមេងកំពុងតែរៀនឃើញហត់បែកជើងគ្នាទាំងគ្រូទាំងសិស្សទៅណាព្យាបាលពិតជាអនុធម៌ខ្លាំងមែនទែនពួកគេអត់ឲ្យយើងបានសុខទេเราឆ្លៀនពៀនទៀតហើយអត់អត់មេត្តាដល់ក្មេងៗប្រជាជនផ្លូវថងអីទីសោះខ្ញុំវិញគឺមានអារម្មណ៍មួយក្តុកក្តួលនិងអនុធម៌ខ្លាំងមែនទែននៅពេលដែលឃើញវីដេអូព្រមឡើងបាក់ភ្នែកមកគឺប្រជាជនបងវីរៈកងទ័ពយើងដែលគាត់ឈរជើងនៅតាមតំបន់ព្រំដែនហ្នឹងឡើយនឹងគឺគាត់កំពុងតែប្រឈមមុខទៅថាសម្រាប់ខ្ញុំវិញជាកូនខ្មែរគឺមានអារម្មណ៍ថាបារម្ភខ្លាំងមែនទែនអត់ជួយអីបានច្រើនអញ្ចឹងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិថែរក្សាក្នុងលោកនឹងជួយថែរក្សាប្រជាជនកម្ពុជាដែលនៅព្រំដែនក៏ជាវីរៈកងទ័ពយើងទាំងអស់សុខសុវត្ថិភាពនិងឈ្នះអស់មានសត្រូវដែលឆ្លៀនពៀនប្រទេសកម្ពុជាសូមឲ្យពួកគេវិនាសសាបសូន្យទៅក្របលន់ទឹកពេក